សូមពុកម៉ែបងប្អូនជួយចុច like និងចុចជីវឬចុច subscribe រួចចុចរូបកណ្ដឹងដើម្បីទទួលបានហោរាសាស្ត្រព្រមទាំងការទូទាយជាមួយខ្ញុំបាទច្រៀងរាល់ថ្ងៃបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅក្បួនទូទាយនិងរិស័យឆ្នាំទាំង12នៅក្នុងថ្ងៃសុក្រទី19ខែវិច្ឆិកាឆ្នាំ2021ជាមួយខ្ញុំបាទដូចតទៅក្នុងថ្ងៃសុក្រនេះទិវាចស្ថិតនៅត្រង់ត្រចៀកទេវតាហាមឬការសង់ផ្ទះការចូលស្ដីដណ្ដឹងកូននិងរៀបមង្គលការមិនបានល្អប្រសើរឡើយនាំឲ្យមានការបែកបាក់បើមានការជួញដូរគោក្របីនោះក៏មិនកាក់កបដែរការមើលទិសបេះដូងរស់ក្នុងការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងអស់លោកអ្នកត្រូវប្រកាន់យកតាមទិសបេះដូងរស់នេះគឺថ្ងៃសុក្រនេះនឹងបានសុខនិងជោគជ័យនៅខាងទី2យប់បើមើលទិសបេះដូងស្លាប់នៅថ្ងៃសុក្រនេះផងកុំចងយាត្រាទៅទិសអាគ្នេយ៍ធ្វើអ្វីមិនក៏ប្រសើរឡើយចំពោះការមើលតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬសែនព្រេងផ្សេងនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅខាងទិសអាគ្នេយ៍បែរមុខទៅរកទិសបស្ចិមទំនាយទីថាបើកាលណាបានប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនកាក់ក្របាត់យាងក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសេរីសួស្តីមួយថ្ងៃពេញនៅក្នុងថ្ងៃសុក្រនេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុក្រម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបើចេញដំណើរពីផ្ទះចាប់ពីមាន់រងាវទៅដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងយប់ព្រឹកជាម៉ោង04មានន័យថានៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះកាចអ្វីអាចចូលបានឡើយគឺមានតែទទួលបាននៅលៀបបរិបូរណ៍បើចេញដំណើរពីផ្ទះចាប់ពីម៉ោង6កន្លះដល់ម៉ោង11ព្រឹកគឺជាម៉ោងកាក់ក្របាតជាម៉ោងអន្តរាយមានន័យថាធ្វើជំនួញរកស៊ីជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីអ្វីឡើយបើចេញដំណើរពីផ្ទះចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលគឺជាម៉ោងទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលៀបអ្វីហើយក៏មិនជួបគ្រោះថ្នាក់អ្វីដែរនៅក្នុងចន្លោះម៉ោងនេះបើចេញដំណើរពីផ្ទះចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចគឺជាម៉ោង02មានន័យថាជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះបើចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង5ទៅដល់ម៉ោងចូលគេងវិញគឺជាម៉ោង01មានន័យថាការធ្វើដំណើរឬការធ្វើជំនួញផ្សេងមិនល្អឡើយគឺជាគ្រោះកាចជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើដំណើរគួរប្រុងប្រយ័ត្នចរាចរណ៍ខ្ពស់បំផុតនៅក្នុងចន្លោះម៉ោងនេះបាទនៅថ្ងៃសុក្រនេះសូមធ្វើការបួងសួងឲ្យខ្លាចជាថ្ងៃលៀងគ្រោះចង្រៃសត្រូវប្រែខ្លាចជាមិត្តនិងត្រូវជាថ្ងៃនាំលៀបនឹងទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរិស័យឆ្នាំទាំង12ជាមួយ Channel យើងខ្ញុំដូចតទៅឆ្នាំជូតកណ្ដូលនាំលៀបអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់មីសត្រូវហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចនិងអនាគតបានក្លាយជាសិទ្ធិកហបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលៀបសំណាងគឺពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ45និងលេខ66សូមខមមិនលេខ678យកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀននិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំជូតឆ្នាំជូតរិស័យឡជីមជ្ឈុំនៅថ្ងៃនេះលោកអ្នកអាចទទួលរងនៅផលប៉ះទង្គិចនិងមានរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការអត់ធ្មត់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើតសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើទោះបីលោកអ្នកចេញធ្វើចំនួនទាចិត្តឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមគ្រាន់បំពេញបំពង់ដែររីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំគុំដាហើពីវាលពីកាលឬប្រព្រឹត្តស្នេហាភ្លើតប្រយ័ត្នជួបរឿងសោយកាត់រឿងធំគ្មាននរណាជួយស្រោចស្រង់រួចឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលៀបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ
ឆ្នាំឆ្លូវរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពីព្រោះថាផលជាផ្លែផ្កាតែងហួចមកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារដួងរិស័យងើបឡើងខ្ពស់ដូចនេះទោះជួញទីចិត្តឆ្ងាយលោកអ្នកអាចរកផលកម្រៃហូរចូលមួយគ្រាន់បំពេញបំពង់ផងដែរការធ្វើដំណើរឆ្ងាយចិត្តជួបភាពស្គមទាំងពេលទៅនឹងត្រឡប់មកវិញរីឯបញ្ញាសម្ព័ន្ធស្នេហាកំឡោះក្រមុំទោះមានការស្មុគស្មាញក្តីបើលោកអ្នកធ្វើការដោះស្រាយតែងជួបផលសម្រេចជានិច្ចឆ្នាំខាលខ្លានាំលៀបឧបរាជចិញ្ចឹមមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនៃលៀបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំខាលឆ្នាំខាលរិស័យឡជាមជ្ឈុំនៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខជឿនហើយពិសេសងាយកើតបញ្ហាប្រទាំងប្រទើជាមួយអ្នកដទៃថែមទៀតផងក្រៅពីនេះការប្រកបការងារលោកអ្នកអាចជួបរឿងចំនួនកាត់ឡើងដូច្នេះក៏បីមានការប្រយ័ត្នប្រយែងហើយបើចេះធ្វើគោធ្វើថ្លង់ខ្លះទើបជាការប្រពៃបំផុតអ្នកប្រកបរបររកស៊ីជួញដូរទីចិត្តឆ្ងាយលៀបតូចធំច្រើនបោហួសហើយពិសេសឲ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេតែម្ដងរីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែកប្រច័ណ្ឌនិងមើលផ្លូវអាក្រក់ចំពោះគ្នាច្រើនឆ្នាំថោះលន់សាយមាសមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងខ្មៅលេខនៃលៀបសំណាងគឺលេខ1និងលេខ69សូមខមមិនលេខ999យកលៀបសម្បត្តិអភិជននិងលុយស្ដុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំថោះឆ្នាំថោះរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ការសម្រេចចិត្តការងារឬចង់បណ្ដាក់ទុនរកស៊ីអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ចបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងតំណែងអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមទៀតផងចំណែកបញ្ហាគូស្នេហ៍កំឡោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំគុំគ្រួសារផងក៏ជាឱកាសល្អប្រពៃបំផុតឆ្នាំរោងពស់អ្នកក្រៀកមានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារទុតធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នៃលៀបសំណាងគឺពណ៌ខ្មៅនិងស្វាយលេខនៃលៀបសំណាងគឺលេខ19និងលេខ29សូមខមមិនលេខ555យកលៀបសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរោងវិស័យថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចនឹងមានលៀបផលដុះដាលបានខ្លះដូច្នេះសូមលោកអ្នកទទួលយកដោយរីករាយចោះព្រោះថានេះជាលៀបផលស្របតាមយីអូនហើយប៉ុន្តែទន្ទឹមនឹងនេះលោកអ្នកក៏ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍ផងដែរបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនឹងទទួលបានប្រាក់ចំណេញកាក់កបគ្រាន់បើជាងមុនផងចំពោះបញ្ហាស្នេហាគឺគូស្នេហ៍តែងតែរីករាយជាធម្មតាដូចគ្នាឆ្នាំម្សាញ់ពស់នាំលៀបនាំជ័យនាំសុភមង្គលហើយបើប្រាថ្នាអ្វីគឺតែងបានសម្រេចនិងអនាគតខ្លាចជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះនិងបៃតងលេខនៃលៀបសំណាងគឺលេខ20និងលេខ66សូមខមមិនលេខ998យកលៀបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំម្សាញ់វិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតគ្រប់ភារកិច្ចទាំងអស់ដែលលោកអ្នកត្រូវធ្វើរមែងបានសម្រេចផលគួរជាទីពេញចិត្តព្រោះមានគេជួយជោគជួយចែកគ្រប់ជំហានហើយជាមួយគ្នានេះបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះបីជាលក់ដូរអ្វីក៏ដាច់ជាងពេលមុនដែរចំណែកបញ្ហាស្នេហាទទួលបាននៅសុភមង្គលគួរជាទីពេញចិត្តឆ្នាំមមីសេះទេវតាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលៀបសំណាងគឺពណ៌ខ្មៅនិងសលេខនៃលៀបសំណាងគឺលេខ69និងលេខ99
សូមខមមិនលេខ899យកលៀបសម្បត្តិការបដីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំមមីឆ្នាំមមីរិស័យថ្ងៃនេះឡើងខ្ពស់លោកអ្នកនឹងជួបការងាររៀបរយល្អណាស់ជាពិសេសលោកអ្នកមានការឆ្លៀសវៃក្នុងការបំពេញការងារផ្សេងដែលធ្វើឲ្យលោកអ្នកទទួលបានផលសម្រាប់តាមគោលដៅផងបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញអាចមានគេមកបបួលដាក់ទុនរកស៊ីជាមួយផងដូច្នេះលោកអ្នកគួរតែប្រថុយចោះព្រោះមិនខកបំណងទេរីឯបញ្ហាគូស្នេហ៍រស់នៅជាមួយគ្នាប្រកបទៅដោយភាពផ្អែមល្ហែមឆ្នាំមួយមេប្រពេមាសមន្ត្រីចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែមានគំនិតជ្រះថ្លាហើយបើប្រាថ្នាអ្វីមួយគឺតែងបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌បៃតងនិងក្រហមលេខនៃលៀបសំណាងគឺលេខ77និងលេខ99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំមមែឆ្នាំមមែរិស័យថ្ងៃនេះឡើងខ្ពស់គ្រប់កិច្ចការទាំងអស់ដែលលោកអ្នកព្យាយាមធ្វើសុទ្ធតែនាំនៅអត្ថប្រយោជន៍ធំទូលំទូលាយគូជាទីពេញចិត្តហើយបើជាអ្នករាជការវិញនោះក៏អាចនឹងត្រូវបានផ្លាស់ប្ដូរមុខនីតិថ្មីហើយល្អផងដែរបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះបីចេញទៅជួយនៅទីណាក្តីមិនថាចិត្តឬឆ្ងាយឡើយក៏តែងបានផលកម្រៃកក់កបជាទីពេញចិត្តដែរចំណែកបញ្ហាស្នេហាមានស្ថានភាពល្អប្រពៃឆ្នាំវកស្វាសិទ្ធិចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងក្រហមលេខនៃលៀបសំណាងគឺលេខ77និងលេខ89សូមខមមិនលេខ779យកលៀបសម្បត្តិអ្នកមានជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំវកឆ្នាំវករិស័យខ្ពស់ត្រដែតនៅថ្ងៃនេះប្រលផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកកុំសក់អង្គើយត្រូវរវិសដៃរវិសជើងព្រោះមិនដូច្នេះទេទ្រព្យលាភដែលបំរុងធ្លាក់ដល់ដៃនឹងត្រូវបោហួសធ្លាក់ទៅលើអ្នកដទៃវិញជាពុំខានរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងមានការជិះឥតអន់ឲ្យគ្នាល្អណាស់ឆ្នាំរកាមនមានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារទូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលៀបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ888យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរកាក្នុងថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែសម្រាប់ជោគជ័យនឹងអាចទម្លុះទម្លាយចាប់ចុងចាប់ដើមទៀតផងលោកអ្នកអាចសម្រុកការងារទុចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អនឹងចាំហុចឲ្យមកវិញជានិច្ចចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជីងដូមិនថាជួយទីចិត្តឆ្ងាយគឺតែងហុចផលកម្រៃគ្រាន់ហូរចូលតក់សម្រាប់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរការធ្វើដំណើរទីចិត្តឆ្ងាយជួបភាពសុខដុមទាំងពេលទៅនឹងត្រឡប់មកវិញរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពុះម៉ាយមេម៉ាយក្តីបើចង់រៀបចំផ្សំគុំគ្រួសារក៏ជាពេលវេលាល្អប្រពៃណាស់ផងឆ្នាំចសំណក់នំលៀបជួបតែរឿងល្អក្នុងជីវិតមានលៀបសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងក្រហមលេខនៃលៀបសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ777យកលៀបសម្បត្តិអភិជនលុយស្នុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំចឆ្នាំចរិស័យខ្ពស់ត្រដែតដោយសារថ្ងៃនេះជាអ៊ុនឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ពឹងពាក់ដោយការខ្ចីប្រាក់កាសឬរបស់អ្វីមួយពីអ្នកដទៃគេតែងអាណិតអាសូរឲ្យដូចបំណងមួយចំនួនផងការរស់នៅមានភាពសុខដុមនិងកំពុងកើតការវិគុំត្រជាក់ត្រជុំល្អប្រពៃណាស់សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីផងល្អប្រពៃណាស់
ការធ្វើដំណើរពីចិត្តឆ្ងាយជួបសេចក្តីសុខសែនសានដោយសពមួយដងរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានចំនួនវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុតពីព្រោះមិនត្រឹមឆាប់ត្រូវរើគ្នាទេលោកអ្នកអាចបែរមកផ្អាំល្ហែមទៀតផងឆ្នាំគោលជ្រូកនោមលៀបនោមជ័យនោមសុភមង្គលបើប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានយសស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលេបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នៃលេបសំណាងគឺពណ៌សនិងលឿងលេខនៃលេបសំណាងគឺលេខ48និងលេខ99សូមខមមិនលេខ168យកលេបសម្បត្តិមហាសិទ្ធិនិងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយជោហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំកុលរិស័យខ្ពស់ត្រដាច់នៅថ្ងៃនេះដួងរិស័យឡើងខ្ពស់ដូចនេះលោកអ្នកអាចសម្រុកការងារបានពេញទីហើយពីព្រោះផលល្អកំពុងរងចាំជានិច្ចការប្រកបការងារសពបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្តីតែលោកអ្នកក៏អាចទទួលលទ្ធផលត្រឡប់មកវិញគួរជាទីពេញចិត្តផងចំណែកអ្នកប្រកបរបររកស៊ីជីងដូវិញបើលោកអ្នកចង់បើករបរថ្មីឬផ្លាស់ប្ដូរទីកន្លែងរកស៊ីជីងដូតែងផ្ដល់ផលល្អមកវិញក៏គួរប្រសើរដែររីឯបញ្ហាសម្ព័ន្ធស្នេហាកំឡោះក្រមុំបើមានណាត់គូស្នេហ៍ឬសារសងអ្វីមួយលោកអ្នកតែងមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃបាទប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នានីតិហោរាសាស្ត្រនៅក្នុងថ្ងៃនេះដល់ទីបញ្ចប់សូមកុំភ្លេចតាមដានជាមួយខ្ញុំបាទជាបន្តទៀតនៅថ្ងៃស្អែកសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខរបស់ណាខ្វះសូមឲ្យមានរបស់ណាគ្មានសូមឲ្យនិមិត្តកើតឯងរបស់ណាឆ្ងាយសូមឲ្យមកចិត្តសូមពុកម៉ែបងប្អូនជួយចុច like និងចុចជាវរួចដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតសូមអរគុណសូមគោរពលា